រឿងជំងឺរាំវងកណ្ដោតែជាតិគីជីបរដេកខ្ជិលច្រអូបំផុតនៅក្នុងភូមិត្រពាំងរមៀតថ្មីមួយពេលដែលដល់ពេលត្រូវភ្ជួរស្រែលោកក៏សម្ដែងធ្វើជាឈឺធួងដើម្បីគេចវេពីការងារគាត់ដេកដួលលើកន្ទេលធ្ងរលឺដូចគោរងាហើយប្រាប់ប្រពន្ធថាអូនបងឈឺក្បាលណាស់វីដូចជាមានមុខ1000ក្បាលកំពុងរាំចង្វាក់ឌីស្កូក្នុងលឡាដូចក្បាលបងអ៊ីងជីនបងប្រហែលជាចិត្តដាច់ខ្យល់ហើយប្រពន្ធរបស់តាជាតិដឹងថាប្តីក៏ហកប៉ុន្តែនាងក៏ហៅលោកគ្រូពេទ្យភូមិឈ្មោះតាគុយដែលល្បីល្បាញដោយសារការព្យាបាលប្លែកៗតាគុយពាក់អាវក្រហមនិងពាក់វ៉ែនតាធំគាត់សម្លឹងមើលតាជាតិពីចុងជើងដល់ចុងសក់ហើយនិយាយយ៉ាងម៉ឺងម៉ាត់ថានេះគឺជារោគរួមវងកណ្ដោដ៏កម្រដែលកើតឡើងដោយសារភាពខ្ជិលរ៉ាំរ៉ៃដំណោះស្រាយគឺត្រូវស្វែងរករបបដែលត្រជាក់បំផុតនិងក្តៅបំផុតមកផ្សំគ្នាតាគុយបានចេញបច្ចេកបញ្ជាចម្លែកទី1ត្រូវយកឆ្នាំងដីធំមួយដាក់ទឹកកកបាញ់តំណាងឲ្យភាពត្រជាក់ហើយពាក់លើក្បាលតាជាតិទី2ត្រូវឲ្យតាជាតិទៅអង្គុយត្រាំក្នុងផុកស្រែត្រជាក់រយៈពេល3ម៉ោងតាជាតិលែងចង់ឈឺហើយប៉ុន្តែមិនហ៊ានបដិសេធគាត់ក៏ដារទាំងពាក់ឆ្នាំងទឹកកកចូលទៅក្នុងផុកគ្រូពេទ្យបានស្រែកថាកុំភ្លេចច្រៀងបទកុំកែពោះធំបញ្ច្រាក់ផងបន្ទាប់ពីអង្គុយក្នុងផុកអស់រយៈពេល3ម៉ោងទាំងក្បាលត្រជាក់ខ្លួនប្រអាំងស្អិតនិងត្រីអ្នកភូមិសើចំអកតាជាតិក៏ជាសះស្បើយភ្លាមពីជំងឺរាំវងកណ្ដោគាត់បានប្រាប់ប្រពន្ធថាបងមិនឈឺទៀតអេបងសុខចិត្តភ្ជួរស្រែ100ដងប្រសើរជាងព្យាបាលតាមវិធីរបស់តាគុយនេះណាចាប់ពីពេលនោះមកតាជាតិក៏ខ្លាចជាបរិឧស្សាហ៍ព្យាយាមបំផុតនៅក្នុងភូមិព្រោះខ្លាចជួបគ្រូពេទ្យចម្លែកនោះម្ដងទៀតការខ្ជិលច្រអូសអាចនាំមកនូវការឈឺចាប់និងបញ្ហាច្រើនជាងការខិតខំធ្វើការទៅទៀត